បើឆាកមកឃើញតែគុជថ្ងៃហ្នឹងមកទិញតែគុជយប់ហើយញ៉ាំបាយហើយប្រហែលជាកន្លះម៉ោងដល់ហើយដែលខ្ញុំប្រាប់ថាទិញតែគុជញោមក៏ដើរមកទិញតែគុជ2កែវឲ្យយកទៅផ្ទះឲ្យប្តីខ្ញុំមួយនិងខ្ញុំមួយពេលដើរមកតាមផ្លូវមានឡានគេជិះស្មានហ្នឹងនៅមានឡានគេជិះហោហែដោយសារតែនៅហ្នឹងយើងផ្លូវលំទូចល្មមដែរតែដាក់ឡានបានច្រើនតែនេះផ្លូវនេះដាក់បានប្រហែលជា4ឡានដាក់មកជួអញ្ចឹងណាដាក់តម្រៀបគ្នាផ្លូវនេះដូចទៅមិនទូចមិនធំនេះកន្លែងហាងគេកក់សក់ម៉ាស្សាលក់អាវលក់អីនេះដើរមកដល់កន្លែងដែលខ្ញុំត្រូវទិញតែគុជនេះហាងគេចូលមកថ្ងៃហ្នឹងអត់សូវមានមនុស្សទេបើដុំមនុស្សឡើងច្រើនចូលតម្ងជួគ្នាអញ្ចឹងណាមានអ្នកអង្គុយចាំនៅតុមានអ្នកតម្ងជួទៅគេខ្ជិលអង្គុយនេះមកដល់ខ្ញុំកំងហើយប៉ែនេះចូលមកដែរគាត់ឃើញខ្ញុំគាត់សោចប៉ែហ្នឹងអ្នកចិត្តខាងខ្ញុំអញ្ចឹងណាគាត់អាសាមកទិញតែគុជហើយទៅឲ្យមកទិញជួបគ្នារហូតល្អមើលដល់ហើយកូកំងតែគុជនោះរបស់ខ្ញុំ2កែវហ្នឹងពណ៌ក្រហមហ្នឹងរបស់ខ្ញុំដែលខ្ញុំកំងហ្នឹងតែគុជខ្ញុំអត់ដាក់រសជាតិផ្អែមទេដាក់រសជាតិសាបខ្ញុំដាក់តែស្ករ 5% ឯដល់ពេលបោះប្តីខ្ញុំដាក់ស្ករធម្មតាស្ករធម្មតាហ្នឹងវារៀងផ្អែមជាងរបស់ខ្ញុំបន្តិចចឹងណាតែគុជរបស់គេនៅចិនហ្នឹងសាបឆឹងហ្មងរសជាតិពេលដាក់អាផ្អែមហ្នឹងក៏សាបដែរកាលខ្ញុំមកញ៉ាំដំបងខ្ញុំអត់ចេះញ៉ាំខ្ញុំមានអារម្មណ៍ថាហូចតែគុជគេមិនក៏សាបមែនជារួមទៅនៅតំបន់ដែលខ្ញុំរស់នៅហ្នឹងស្អីក៏សាបទឹកសណ្តែកក៏សាបតែគុជក៏សាបពេលម៉ាក់ខ្ញុំនិងអ៊ំខ្ញុំមកលេងក៏ចឹងដែរគាត់ថារសជាតិផ្អែមស្អីគេអត់មានផ្អែមអីផងវាអត់ដាក់ស្ករសាបឆឹងរបស់ចិនសាបទាំងអស់នេះមកដល់ខ្ញុំក៏យកតែគុជយកមកញ៉ាំពីអ្នកកូនខ្ញុំម្នាក់មួយកែវជាមួយនឹងប៉ាវាចឹងឲ្យកូនញ៉ាំមុនអង្គុយនៅនឹងហើយនៅរដងអីទីថាខ្ញុំអង្គុយថតចឹងអីខ្មាស់គេខ្ញុំហ៊ានថតទេតែថ្ងៃហ្នឹងមានមិត្តភ័ក្តិប្តីខ្ញុំមកឡើងជុំកន្លែងគេធ្វើស្បែកជើងនៅកន្លែងហ្នឹងសិតតែអ្នកមកអង្គុយធ្វើស្បែកជើងអីដល់ហើយខ្ញុំអង្គុយញ៉ាំតែគុជបដាខ្ញុំចុចថតវីដេអូបដាឃើញភ្នែកខ្ញុំចេះតែស្លឹងមើលតាមពិតទៅពួកហ្នឹងសួរខ្ញុំហៅខ្ញុំអីចឹងណាឆ្ងល់ធ្វើពងធ្វើអីខ្ញុំឆ្លើយឆ្លងមួយគេផងអីផងញ៉ាំផងចេះតែមានណាហើយពួកហ្នឹងសើចសួរខ្ញុំថាខ្ញុំកំពុងធ្វើអីខ្ញុំថាខ្ញុំថតវីដេអូផុសយកទៅផុស Facebook គេសួរថា Facebook ហ្នឹងអីគេនៅស្រុកចិនហ្នឹងអត់មានទេមានតែ WeChat ដល់ពេលចឹងខ្ញុំថាហ្នឹងហើយដូចជា WeChat ដែរតា Facebook ហ្នឹងព្រោះគេលេងផុសអីឆ្លើយឆ្លង comment គ្នាទៅវិញទៅមកបានដូចតែគ្នាចឹងណាចេះសួរឯងភ្នែកចេះតែស្លើមើលគេថតបដាអីបដាកលេចចុះកលេចឡើងមានឡើង 3-4 នាក់នៅអង្គុយម្ដុំហ្នឹងតែខ្ញុំអត់ថតទេហើយកូនខ្ញុំហ្នឹងវាចូលមកឆ្លៀតមកថតជាមួយម៉ាក់ដែរចង់ថតខ្ញុំថាទៅខាត់នោះទៅឲ្យចិត្តទៅនៅឆ្ងាយតិចចូលមកថតចង់ថតដែរឃើញយើងថតអត់បានមើលមកគៀនខាងក្រោយទៀតយ៉ាប់មែនតែនហ្មងហើយវាញ៉ាំឃើញវាញ៉ាំចឹងតែវាញ៉ាំតែគុជទេវាខ្ចាក់ទឹកហ្នឹងចេញមកវិញវាឈុំញ៉ាំតែ2-3ក្អឹកចឹងណាញ៉ាំហើយបានយកទៅឲ្យប៉ាហើយឥឡូវខ្ញុំអង្គុយញ៉ាំទៅវិញទៅមកឡើងអស់កន្លះកំប៉ុងនេះនិយាយទៀតដល់វគ្គបញ្ចប់លើអីវីដេអូយើងអស់ហើយមានតែប៉ុណ្្នឹងថ្ងៃហ្នឹងមានអីមានញ៉ាំតែគុជតែអីហ្នឹងបាយទាំងអស់